គោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរយើងនឹងនាំអារម្មណ៍ពុកម៉ែបងប្អូនមកស្គាល់អំពីប្រាសាទបន្ទាយឆ្មារនិងសម្រស់របស់ប្រាសាទក៏ដូចជាទីតាំងប្រវត្តិនៃការកសាងប្រាសាទរូបចម្លាក់ផ្តែររបស់ប្រាសាទដ៏ចំណាស់មួយនេះផងដែរប្រាសាទមួយនេះដែរមានទីតាំងស្ថិតនៅភូមិបន្ទាយឆ្មារឃុំបន្ទាយឆ្មារស្រុកថ្មពួកខេត្តបន្ទាយមានជ័យនិងមានចម្ងាយប្រមាណ7គីឡូម៉ែត្រពីទីប្រជុំជនខេត្តបន្ទាយមានជ័យខាងជើងប្រាសាទចំណាស់មួយនេះដែរត្រូវបានកសាងឡើងនៅចុងសតវត្សទី12ដល់ដើមសតវត្សទី13នៅក្នុងរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី7ដើម្បីឧទ្ទិសដល់បុត្រានិងព្រះអគ្គមហាសីជ័យទេវីនិងសេនាជំនិត4រូបរបស់ព្រះអង្គផងដែរដែលបានពលីជីវិតនៅក្នុងសមរភូមិដេញចាមនៅក្នុងឆ្នាំ1177បើតាមសិលាចារឹកបន្ទាយឆ្មារបានបង្ហាញឲ្យដឹងថារាជស្រីត្រកុមារគឺជាបុត្រាដ៏ឆ្នើមនិងជាទីសពព្រះហឫទ័យរបស់ព្រះបាទជ័យវរ្ម័នទី7និងបានជំនួយពីសេនា4រូបព្រមទាំងទាហានជាច្រើនដែលបានច្បាំងនឹងរាហូដែលជាប្រធ្នូនិមិត្តនៃជនអាក្រក់និងការបះបោរខ្មែរសៀមនៅខេត្តលំបូរីសពថ្ងៃនេះខេត្តនេះគឺស្ថិតនៅភាគខាងលិចនៃទីក្រុងបាងកកប្រទេសថៃចូលមកដល់សាច់រឿងព្រេងនៅក្នុងសិលាចារឹកយើងវិញរាហូបានយាយីព្រះជន្មព្រះសរិន្ទ្រកុមារជាខ្លាំងតែត្រូវព្រះអង្គនិងសេនាបង្ក្រាបបានយោងតាមសិលាចារឹកខាងលើដដែលក៏បានបង្ហាញឲ្យដឹងបន្ថែមថាព្រះបាទជ័យវរ្ម័នទី7បានយាងទៅបង្ក្រាបពួកបះបោររបស់ជនក្បត់នៅនគរចម្ប៉ាចំណែកឯព្រះនាងជ័យទេវីដែលជាព្រះអគ្គមហាសីរបស់ព្រះអង្គព្រមទាំងបុត្រីគង់នៅឯរាជធានីអង្គរព្រមទាំងព្រះបិតាព្រះនាងនាមតារានិត្រវរ្ម័នទ្រង់មានកង្វល់ជាខ្លាំងរីឯព្រះបាទធរណីត្រវរ្ម័នទី2ដែលជាព្រះបិតារបស់ព្រះបាទជ័យវរ្ម័នទី7ទ្រង់ជាព្រះមហាក្សត្រតែទ្រង់មានប្រឈូនធ្ងន់ហើយក៏សោយទីមង្គតទៅនៅគ្រិស្តសករាជ1161ដល់គ្រិស្តសករាជ1165ព្រះបាទយសោវរ្ម័នទី2ជាអ្នកស្នងរាជបន្តពីព្រះបាទធរណីត្រវរ្ម័នទី2ដែលជាព្រះបិតារបស់ព្រះបាទជ័យវរ្ម័នទី7ប៉ុន្តែមានមន្ត្រីក្បត់ម្នាក់បានលួចធ្វើឃាតព្រះបាទយសោវរ្ម័នទី2ហើយជ្រែងរាជដោយតាំងនាមថាព្រះបាទត្រីភូនាទិតវរ្ម័នសោយរាជពីគ្រិស្តសករាជ1165ដល់1177បន្ទាប់ពីបានទទួលដំណឹងអាក្រក់នៃការចូលទីបង្គត់របស់ព្រះបិតានិងមានការជ្រែងរាជព្រះបាទជ័យវរ្ម័នទី7ក៏បានយាងត្រឡប់មកព្រះនគរវិញដោយចាកចេញពីប្រទេសចម្ប៉ាដែលទ្រង់បានគ្រប់គ្រងហើយក៏ប៉ុន្តែជាអកុសលដោយសារតែអ្នកក្រោមការគ្រប់គ្រងរបស់ព្រះអង្គគឺព្រះបាទឥន្ទ្រវរ្ម័នទី4មានចិត្តក្បត់ចង់រំដោះនគរចម្ប៉ាហើយទៅចោះចូលនឹងស្ដេចយួននៃនគរដៃវៀតបន្ទាប់មកស្ដេចចាមក៏មានចិត្តលោភលន់ហើយដឹកនាំទ័ពមកវាយបក់និងត្រួតត្រានគរខ្មែរដោយបានធ្វើគុតព្រះបាទភូវិនាទិតវរ្ម័ននិងសម្លាប់ប្រជារាស្ត្រសម្លាប់ទ័ពខ្មែរហើយបានប្លន់យកទ្រព្យសម្បត្តិយកទៅនគររបស់ខ្លួនគ្រានោះព្រះបាទជ័យវរ្ម័នទី7និងមេទ័ពពលសេនាដ៏មានសេចក្តីអង់អាចក្លាហានរួមទាំងព្រះរាជបុត្រទ្រង់ព្រះនាមស្រីត្រកុមារក៏បានប្រយុទ្ធនឹងទ័ពនៃស្ដេចនគរចម្ប៉ារហូតទទួលបានជោគជ័យនិងដេញខ្ចាត់ខ្ចាយហើយដាក់នគរចម្ប៉ាចំណុះសារជាថ្មីមិញម្ដងទៀតតែព្រះរាជបុត្រស្រីត្រកុមារទ្រង់បានសុគតនៅក្នុងសមរភូមិនោះដោយសារតែនគរខ្មែរខ្វះព្រះមហាក្សត្រគ្រងរាជសម្បត្តិនៅគ្រិស្តសករាជ1181ដល់1119ព្រះបាទជ័យវរ្ម័នទី
ទ្រង់បានឡើងសោយរាជ្យបន្តពីព្រះបិតានិងព្រះបាទយសោវរ្ម័នទី2 ក្រោយពីពេលនោះមកព្រះអង្គបានឡើងសោយរាជ្យឃើញថាទ្រង់តែងតែយកចិត្តទុកដាក់លើកិច្ចការជាខ្លាំងរៀបចំនគរឲ្យប្រជារាស្ត្ររស់នៅសុខក្សេមសាន្តប៉ុន្តែទ្រង់នៅតែមានវិប្បដិយកជាទម្ងន់ផងដែរអំពីការបាត់បង់សមាជិកគ្រួសារពីររូបរបស់ទ្រង់គឺព្រះរាជបុត្រស្រិត្រកុមារនិងព្រះរាជអគ្គមហាសីជ័យទេវីដែលសោយទីមង្គតប្រាសាទបន្ទាយឆ្មាប្រាសាទបន្ទាយឆ្មាជាប្រាសាទមួយដែលស្ថិតនៅក្នុងរចនាបថបាយ័ន5ប្រាសាទនេះបានបែរមុខទៅរកទិសខាងកើតនិងបានកសាងឡើងអំពីថ្មភក់និងថ្មបាយក្រៀមប្រាសាទមានផ្ទៃសរុបដល់ទៅ9គីឡូម៉ែត្រការ៉េកសិនទទឹង65ម៉ែត្រព័ទ្ធជុំវិញដោយសារតែស្ថិតនៅក្នុងរចនាបថបាយ័នបន្ទាយឆ្មាមានផ្លូវចូលគ្រប់ទិសធំដូចទៅនឹងប្រាសាទអង្គរវត្តដែរជាដំបូងសូមជម្រាបសួរលោកគ្រូនាងខ្ញុំឈ្មោះសុកស្រីណងមកបកស្រាយអំពីផ្តែរប្រាសាទបន្ទាយឆ្មាប្រាសាទបន្ទាយឆ្មាមានក្បាច់រចនានៅលើជញ្ជាំងនៃថេររបងប្រាសាទខាងក្នុងពោរពេញទៅដោយចម្លាក់ចម្រុះយ៉ាងសន្ធឹកសន្ធាប់ដែលពណ៌នាតាំងពីទេវរូបព្រហ្មញ្ញសាសនាព្រះនរាយណ៍ឬព្រះវិស្ណុនិងព្រះសិវៈឬព្រះឥសូរនិងតួសំខាន់ទៀតនៃសាសនាប្រាសាទបន្ទាយឆ្មាមហាយានមួយប្លង់នេះស្តៀងគ្នាទៅនឹងប្រាសាទតាព្រហ្មព្រះខ័ននិងប្រាសាទបាយ័នក្នុងក្រុងអង្គរធំផងដែរអញ្ចឹងចូលមកដល់លក្ខណៈសម្គាល់ផ្តែរប្រាសាទបន្ទាយឆ្មាផ្តែររចនាបថបាយ័ននេះផងដែរគឺស្ថិតនៅក្នុងរជ្ជកាលព្រះបាទស្ដេចជ័យវរ្ម័នទី7នៅចុងសតវត្សទី12និងដើមសតវត្សទី13នៅលើរូបព្រះការមានរូបបង្គោលនៅក្នុងស៊ុមដែលនិយាយតាក់ទងទៅនឹងរឿងព្រះពុទ្ធសាសនាព្រោះរចនាបថបាយ័នគឺប្រើភាគច្រើននៅក្នុងសាសនាព្រះពុទ្ធមហាយានហើយរូបព្រះការនៅចំកណ្ដាលព្រះការនេះខុសពីព្រះការមុនត្រង់ព្រះការចាប់ផ្ដើមមានចង្កូមនៅទ្ពណ៌2ហើយរចនាបថបាយ័នហ្នឹងគឺភាគច្រើនមានរូបព្រះការមានចង្កូមសុទ្ធតែទាំងអស់នេះហើយដែលធ្វើឲ្យយើងងាយស្រួលចំណាំនៅខាងលើក្បាច់មួយឈើគឺជាក្បាច់ស្លឹកឈើកោងហើយពត់ឡើងទៅលើដែលយើងមើលទៅឃើញស្តៀងគ្នាដូចនឹងគេពាក់មួកវែងស្រួចនេះគឺតែក៏ពិតនេះគឺជាក្បាច់ស្លឹកឈើនៅខាងក្រោមក្បាច់ស្លឹកឈើគឺជាក្បាច់មែកឈើរមូលទៅជាចង្វាយមូលលែងជាមិនទាត់ត្រង់ទៀតហើយព្រះការបានខំក្បាច់ចង្វាយនឹងលៀនចេញមកដល់នៅក្នុងក្បាច់ចង្វាយនឹងគេអាចនឹងធ្វើជារូបមនុស្សនៅក្នុងនឹងអញ្ចឹងចូលមកដល់ផ្តែរមួយទៀតហើយផ្តែរមួយដែរគឺនៅរូបប្រការនៅចំកណ្ដាលហើយរូបប្រការនេះផងដែរគឺមានធ្មេញនៅពណ៌សងខាងដែលគេហៅថាចង្កូមដែលពិចារណានៅក្នុងស្ថិតនៅក្នុងរចនាបថបាយ័នហើយនៅលើក្បាច់កម្រងមែកឈើគឺជាក្បាច់ស្លឹកឈើជាទំពុកហើយនៅក្រោមក្បាច់ស្លឹកឈើគឺជាក្បាច់មែកឈើដែលរៀងគ្នាចង់ចូលមកដល់ហោជាងប្រាសាទបន្ទាយឆ្មារចនាបថបាយ័នស្ថិតក្នុងសតវត្សទីចុងសតវត្សទី12និងដើមសតវត្សទី13ហើយជាងរចនាបថបាយ័នខុសពីអង្គរត្រង់ធ្នំហើយធ្នំរបស់បាយ័នគេអត់កាច់ទេគេធ្វើជាស្ដួចហើយរូបនេះស្ថិតក្នុងរចនាបថបាយ័ន
គឺវាមានលក្ខណៈថាមានគេធ្វើលក្ខណៈថតជាងនៅស្ថិតក្នុងរចនាបថអង្គរវត្តហើយចម្លាក់ហ្នឹងគេឆ្លាក់រូបលៀនចេញក្រៅហើយជាងនេះដែរគឺគេឆ្លាក់ជាជួរហើយក្នុងរូបនេះផងដែរគឺជារូបដែកហើយជាងដែលគេបានតម្រៀបវាឡើងវិញបន្ទាប់ពីការបែកបាក់ជាច្រើនផងដែរយើងក្រឡេកទៅមើលនឹងប្រភេទសសរពេជ្រនៅរចនាបថបាពួនជាមុនសិននៅពាក់កណ្ដាលសតវត្សទី11គេចាប់ផ្ដើមធ្វើសសរពេជ្រភ្ជាប់នឹងជញ្ជាំងដោយមានសសរផ្អោបជាប់នឹងជញ្ជាំងផងដែរគេឈប់ធ្វើសសរពេជ្រនៅខាងក្រៅយកទៅភ្ជាប់ទៀតហើយបន្ទាប់មកសង្កេតឃើញថាគេចែកក្បាច់វ័នមានចំនួនច្រើនដោយមានទំហំប៉ុនគ្នាដូចជា1/4 1/8 និង1/2មានលក្ខណៈស្មើគ្នាសំខាន់មានលក្ខណៈដូចគ្នាផងដែរដែលមានលម្អហើយមានក្បាច់ស្លឹកឈើដូចទៅនឹងធ្មេញរណាកាន់តែមានទំហំតូចទៅបន្ទាប់មកទៀតរចនាបថអង្គរវត្តដែលស្ថិតនៅសតវត្សទី12មានលក្ខណៈបន្តពីបាពួនដែលយើងសាកក្រឡេកទៅមើលសសរពេជ្រវិញនៅរចនាបថអង្គរវត្តគេចាប់ផ្ដើមធ្វើភ្ជាប់ទៅនឹងជញ្ជាំងតែម្ដងហើយដូចគ្នាទៅនឹងរចនាបថបាពួនទៀតដែរដោយគេសង្កេតឃើញស្ទើរតែរាប់ក្បាច់វ័នលែងឃើញហើយមានលក្ខណៈបន្តពីបាពួនទៀតដែរដោយមិនមានការបែងចែកក្បាច់វ័ន1/2 1/4 និង1/8ទៀតទេដោយផ្ដើមមានការស្រពេចស្រពិលដោយមើលមិនឃើញពីមេឬកូនឡើយមើលទៅមានការច្រឡំរីឯប្រព័ន្ធវិញក៏លែងមានភាពច្បាស់និងមានក្បាច់ស្លឹកឈើរាង8ជ្រុងមានលក្ខណៈតូចតែម្ដងមកដល់រចនាបថបាយ័នវិញស្ថិតនៅចុងសតវត្សទី12និងដើមសតវត្សទី13ជាប្រភេទសសរពេជ្រគ្មានធ្មេញគ្មានក្បាច់ស្លឹកឈើរាង8ជ្រុងលែងមាននិយមប្រើទៀតហើយដោយភាគច្រើនមិនមានតែម្ដងចំណែកឯទំហំរបស់វ័នវិញមានរាងប៉ុនគ្នាមិនថា1/2 1/4 ឬ1/8ទេដោយចំពោះប្រភេទសសរពេជ្រនៅប្រាសាទបន្ទាយឆ្មារវិញដោយដែលខ្ញុំបានសិក្សាស្រាវជ្រាវទៅតាមការយល់របស់លោកគ្រូពន្យល់អំពីប្រភេទនៃសសរពេជ្រវាជាបណ្ដុំគ្រឿងដ៏សំខាន់នៅក្នុងស្ថាបត្យកម្មខ្មែរដែលពេញនិយមខ្លាំងបំផុតហើយជាតម្រូវការក្នុងជាចាំបាច់ការកសាងប្រាសាទនៅត្រង់ចំណុចខ្លោងទ្វារដែលមានភាពលម្អទាក់ទាញរចនាបថអំពីប្រាសាទទៀតផងប៉ុន្តែប្រភេទសសរពេជ្រធ្វើអំពីថ្មបាយភក់កំបោរបាយអកនិងឥដ្ឋជាដើមចំពោះសសរពេជ្រដែលមានដើមសតវត្សមុនសម័យអង្គរដល់ចុងសម័យអង្គរមកម្លេះដែលមានការប្រែប្រួលទៅតាមសម័យកាលនិងរចនាបថខុសៗគ្នាតែចំពោះសសរពេជ្រនៅប្រាសាទបន្ទាយឆ្មារស្ថិតលើរចនាបថរបស់បាយ័នដែលនៅចុងសតវត្សទី12និងដើមសតវត្សទី13ដែលគេសាងសង់ដោយព្រះបាទជ័យវរ្ម័នទី7តាមការស្រាវជ្រាវរបស់ខ្ញុំមិនអាចសន្និដ្ឋានទៅលើទិសដៅច្បាស់លាស់នោះទេប្រភេទនៃសសរពេជ្រមានការបាក់បែកខ្លាំងដែលមិនអាចកាន់តែស៊ីជម្រៅទៅនឹងសសរពេជ្រនោះទេដោយសារប្រាសាទនេះមានការបាក់បែកដោយសារតែការធ្វើសង្គ្រាមនិងមានភាពទ្រុឌទ្រោមខ្លាំងដែលពិបាកក្នុងការវិភាគចំណែកឯសសរពេជ្រនៅប្រាសាទបន្ទាយឆ្មារគេតែងតែយកធ្វើសសរពេជ្រ
មកជាប់នឹងជញ្ជាំងដែលមិនមានធ្មេញនិងក្បាច់ស្លឹកឈើដែលមានរាងជា8ជ្រុងដែលគេលេងពេញនិយមមានទៀតហើយចំណែកឯទំហំនិងវ័នជុំវិញមានរាងប៉ុនគ្នាប៉ុន្តែក្បាច់វ័នមានការស្រពេចស្រពិលនៅក្នុងការសន្និដ្ឋានរបស់វ័នទៅលើ1/2 1/4 និង1/8ដែលអត់មានទេដែលជាហេតុដែលធ្វើឲ្យពិបាកក្នុងការសន្និដ្ឋានទៅ